ងអាស៊ីតនៅតែបន្តធ្លាក់ហើយសាមជោគមនុស្សកំពុងប្រែក្លាយទៅជាខ្មោចឆៅម្ដងមួយមនុស្សគ្រប់គ្នាបានចាប់យកវាដោយអន្ទះសារសម្ភារៈប៉ុន្តែខ្ញុំកំពុងតែឈួតហើយខ្ញុំហាត់គូរូបដោយសារតែខ្ញុំគូអ្វីនឹងคล้ายជាការពិតដំឡើយខ្ញុំគិតថាមហាអំណាចអាចធ្វើឲ្យខ្ញុំបន្ទាប់ពីបរិភោគនិងផឹកតាមចិត្តរបស់ពួកគេហើយតើនរណាទៅដឹងថាពួកគេគាត់បានរួចជីវិតហើយថែមទាំងបានចាត់វិធានការដែលសាបដោយភ្លៀងទាំងនោះហន្តរាយនៃខ្មោចសំប៊ីបានមកដល់ហើយខ្ញុំកំពុងពឹងផ្អែកលើមីខ្យងពីរកញ្ចប់ដែលខ្ញុំកំពុងរងចាំស្ទើរតែគ្រប់គ្រាន់ជាមួយមេមន់ហើយរបួនកញ្ចប់ខ្ញុំឃ្លានខ្លាំងណាស់បន្ទាប់ពីរស់រានមានជីវិតរហូតដល់ថ្ងៃទី6សាច់មាន់រសជាតិដើមដែលមានជាតិខ្លាញ់ទឹកហើគឺជើងមាន់ស្លាប់ជាមួយត្រចៀកបំពង់ពណ៌មាសបែបពេកកាំងចាស់សាច់មាន់បំពង់និងសាច់គោបំពង់ទន់មិនមែនខ្ញុំឃ្លានខ្លាំងណាស់រហូតដល់វិលមុខដូច្នេះខ្ញុំក៏យកនំតាចាប់ផ្ដើមគូហាំប៊ឺគឺពីអនុរណៈនំប៉័ងពីរចំណិតដែលមានសាច់មួយដុំនៅចន្លោះនំប៉័ងទាំងនោះសាឡាត់ដែលជាប៉េងប៉ោះមួយប្រភេទមើលទៅដូចជាកំណើតនៃពឺគឺដ៏ឈ្ងុយឆ្ងាញ់មួយខ្ញុំសូមជូនពរឲ្យវាពិតជាអាចបរិភោគបានភ្លាមនោះពន្លឺពណ៌ស្មួយបានលេចចេញនៅចំពោះមុខខ្ញុំហាំប៊ឺគឺដែលខ្ញុំគូបានភ្លឺឡើងប៉ុន្តែវាបានក្លាយជាការពិតសម្រាប់ជនជាតិហ៊ាននៅចំពោះមុខខ្ញុំគឺមើលទៅថត់ហើយក្រអូបក្លិនវាខ្លាំងណាស់ដូច្នេះខ្ញុំក៏រើសវាឡើងខាំខ្ញុំបានខាំមួយខាំវាឆ្ងាញ់ណាស់ស្ទើរតែហោះឡើងហើយជំហានបន្តនៅពេលរសៀលខ្ញុំបានគូផ្លែឈើដោយអន្ទះសាររៀបចំធនធានទឹករៀបចំខ្ញុំចង់ញ៉ាំសាច់ខ្ញុំចង់ញ៉ាំឆ្អឹងជំនីឆ្អឹងប៉ុន្តែឆ្អឹងជំនីដែលខ្ញុំបានគូតើយើងធ្វើអ្វីនៅពេលដែលដុំធ្នូមួយបាច់លេចឡើងខ្ញុំឃ្លានខ្លាំងណាស់ខ្ញុំក៏ចាប់ផ្ដើមស្វែងរកតើខ្ញុំគូឆ្អឹងជំនីជ្រូកហើយដោយរបៀបណាបើកទូរទស្សន៍ហើយបើកទៅប៉ុស្តិ៍គំនូរអ្នកអាចរៀនដោយមើលភ្លាមនោះបន្ទប់ទាំងមូលបានដាច់ចរន្តអគ្គិសនីបន្ទប់ទាំងមូលត្រូវបានលេចចូលទៅក្នុងភាពងឹតវាងឹតហើយម៉ាស៊ីនត្រជាក់និងទូទឹកកកទាំងពីរត្រូវបានអ្វីដែលខ្ញុំអាចធ្វើបាននៅកន្លែងធ្វើការគឺគ្រាន់តែមើលនៃការគូបានក្រឡងផុតទៅហើយអគ្គិសនីកម្លាំងរបស់សហគមន៍នៅមិនទាន់បានងើបឡើងវិញនៅឡើយទេនៅខាងក្នុងមានសំឡេងរំខានប៉ុន្តែនៅខាងក្រៅវាជាភ្លៀងអាស៊ីតនិងខ្មោចឆៅគ្មានអ្នកណាម្នាក់អាចរំបានទេខ្ញុំចេញទៅពិនិត្យមើលការដាច់ចរន្តអគ្គិសនីដៃខ្ញុំម៉ាស៊ីនមិនអាចគូម្ហូបឆ្ងាញ់បានទេនេះមានន័យថាខ្ញុំនឹងនៅតែឃ្លានក្រពះខ្ញុំរំរកខ្ញុំអំពីព្រះនៅក្បែរនោះអ្នកចិត្តខាងសម្ងាត់របស់ខ្ញុំនៅពេលថ្ងៃសំឡេងខ្មោចពេលគេងគឺជាដៃគូជាប់ជានិច្ចរបាំងមុខអាចកំបាំងមនុស្សមួយចំនួននឹងមករកគាត់ការដឹកជញ្ជូនម៉ាស៊ីននិងកុំព្យូទ័រជាច្រើនប្រភេទគាត់ប្រហែលជាអ្នកជំនាញខាង hacker ម្នាក់នោះមានន័យថាគ្រួសារត្រូវតែមានទុនបម្រុងខ្លះវេទិកា power bank ដូច្នេះខ្ញុំបានគូវាជើងមាន់បំពង់មួយបានដើរទៅរកអ្នកជិតខាងខ្ញុំបានគូទ្វារនៅមាត់ទ្វារខាងមុខរបស់ខ្ញុំបើកស្នាមប្រេះមួយដើម្បីបង្ហាញមួយបរោះសក់ស្ពាក់មួកខាងក្រោមនេះគឺជាមុខស្លេកស្លាំងនិងស្គមសួស្ដីបងប្អូនតើបងប្អូនមាន power bank ទេខ្ញុំបាននិយាយចំចំណុចនោះហើយគាត់នៅស្ងៀមខ្ញុំព្រិចភ្នែកហើយដាក់គ្រាប់បែកនោះគាត់បានប្រគល់ជើងមាន់បំពង់ឲ្យជើងមាន់ត្រូវបានដោះដូរយក power bank ដែលសាក់ពេញគាត់កំពុងសម្លឹងមើលជើងមាន់បំពង់ជ្រុងមាត់របស់គាត់ហាក់ដូចជាញ័រប៉ុន្តែនៅតែបិទកិច្ចព្រមព្រៀងជាមួយនឹងការបញ្ចេញមតិទេទ្វារបានបិទយ៉ាងខ្លាំងបន្ទាប់ពីគាត់និយាយ5នាទីក្រោយមកទ្វារក៏បើកម្ដងទៀតគាត់បានបោះដុំខ្មៅដ៏ធំមួយចេញប្រភេទឈ្មោះថាមពលថ្មប្រភេទ power bank ទំហំ20ខ្ញុំបានរត់ដូចឈ្មោះជាមួយ power bank ពេលខ្ញុំទៅដល់ផ្ទះខ្ញុំគ្រាន់តែដោតទូរស័ព្ទចូលបន្ទាប់ពីសាកថ្មទូរស័ព្ទយ៉ាងប្រញាប់ប្រញាល់រួចមកពេលសាកថ្មពេញខ្ញុំក៏ធំឡើងគាត់ងក់ក្បាលហើយដេកលក់ទៅដោយគ្មានសំឡេងតើវាចំណាយពេលប៉ុន្មានសំឡេងរោទបានដាស់ខ្ញុំឲ្យភ្ញាក់ឡើងជាបន្ទាន់ការប្រកាសនេះត្រូវបានធ្វើឡើងហើយពិធីបុណ្យសុខនេះបានទំនាក់ទំនងនឹងការដឹកជញ្ជូនរយៈពេលវែងខ្វិននៅទីនេះពិតជាអាចនាំឲ្យស្លាប់បានសូមស្នាក់នៅផ្ទះហើយកុំចេញទៅក្រៅជាដាច់ខាតនៅលើកញ្ចក់ទូរទស្សន៍មុខរបស់ពិធីករគ្រីននិយាយលឿនណាស់ដូចជាម៉ាស៊ីនអញ្ចឹងឈុតឆាកបានផ្លាស់ប្ដូរទៅផ្លូវបន្ទាប់ពីកាំភ្លើងត្រូវបានបិទវាត្រូវបានបោះបង់ចោលទាំងស្រុងហើយស្ងាត់ជ្រុងយ៉ាងចម្លែកមានតែសំឡេងភ្លៀងអាស៊ីតដែររថយន្តនៅតាមដងផ្លូវស្ទើរតែគាត់បានខំវារហូតដល់វាខ្លាយជាដែកអេតចាយរួចក៏ដកការជាក្រុមរបស់ម្ចាស់បានផ្ទុះឡើងយ៉ាងខ្លាំងដំណឹងនៃថ្ងៃទី19បានបន្លឺឡើងជាចំណុចភ្លៀងអាស៊ីតនេះធ្វើឲ្យងឹតភ្នែកណាស់តើគ្រួសារខ្ញុំនឹងអស់សម្ភារៈប្រើប្រាស់នៅពេលណាតើមានអ្នកណាមានអង្គរំសើបន្ថែមទេជួយផងខ្ញុំនឹងចំណាយប្រាក់ថ្លៃណាស់ដើម្បីយើងអស់អាហារជារៀងរាល់ថ្ងៃយើងមិនអាចរកប្រាក់ចិញ្ចឹមជីវិតបានទេបានអត់ឃ្លានស្លាប់ម្ដងទៀតនៅក្នុងក្រុមសំឡេងយំសោកបានបំពេញខ្យល់អាកាសជាបរិយាកាសនៃខ្ញុំអាចគួរបីគ្រប់យ៉ាងខ្ញុំអាចធ្វើវាបានទាំងជាមួយនឹងទូរស័ព្ទចល័តអ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីអាហារនិងទេសចរណ៍ដ៏ក្លាហានលេចចេញមកប្រសិនបើយើងមិនចាប់យកឱកាសនេះទេកង់របស់យើងនឹងអាចប្រែក្លាយអាផាតមិនតូចមួយទៅជាអាផាតមិនធំមួយខ្ញុំអាចលាបពណ៌បន្លែនិងទឹកខ្ញុំបានគូផ្លែឈើនោះយ៉ាងលឿនពេលវាចេញមកលក់គំនូស្បែកក្តោបដំឡូងនិងប៉េងប៉ោះ1ម៉ោងក្រោយមកខ្លាំងមួយបានគ្រប់ដណ្ដប់លើខ្ញុំចក្ខុវិស័យរបស់ខ្ញុំប្រែជាខ្មៅងឹតម្ដងនេះគឺជាផលិតផលដែលអាចប្រើប្រាស់ហួសកម្រិតផលប៉ះពាល់មិនមានអ្វីធ្ងន់ធ្ងរទេវាជាបញ្ហាតូចតែការគេងលក់ស្រួលពេញមួយយប់គួរតែធ្វើឲ្យវាប្រសើរឡើងបន្ទាប់មកខ្ញុំបានផ្លាស់ប្ដូរទៅជាសិចស៊ីអោកាកំហឹងបកសក់ការពាររន្ទះបងប្រុសយាយចោលលួចចូលផ្ទះម្ចាស់ផ្ទះបងប្អូនប្រុសស្រីក្នុងក្រុមសូមប្រាប់ខ្ញុំផងខ្ញុំមានសារមួយសម្រាប់អ្នកទាំងអស់គ្នាខ្ញុំមានផលិតផលថ្មីមួយបន្លែស្រស់បរិមាណមានកំណត់និងតម្លៃខ្ពស់លក់បាន4អន់ហើយប្រញាប់ឡើងបាទចាសអ្នកមកមុនបានមុនខ្ញុំក៏នឹងភ្ជាប់វាមកជាមួយដែរថតនៃសម្ភារៈនឹងត្រូវបានផ្ដល់ជូននៅថ្ងៃបន្ទាប់ជញ្ជូននៅម៉ោង11:00ព្រឹកដែលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយភ្លាមអ្នកស្លាប់ដំបូងគេបរិយាកាសតានតឹងក្នុងក្រុមបានផ្ទុះឡើងអូយ
មួយចុចតម្លៃប៉ុន្មានដែរពិតឬខ្លាំងខ្លាយរបស់ល្អម្លេះបងយាយខ្ញុំចង់បានវាអាកាសធាតុអាក្រក់នេះនឹងក្មេងម្នាក់នេះកុំព្យាយាមបញ្ឆោតខ្ញុំអីទោះយ៉ាងណាក៏ដោយសារដែលមានពាក្យថាបងប្រុសយាយតើបន្លែរបស់បងប្រុសទិញមកពីណាអ្នកមិនអាចទិញវានៅខាងក្រៅឥឡូវនេះបានទេមែនទេពួកគេបានលួចយកទ្រព្យសម្បត្តិបំរុងដំណឹងនេះបានមកពីអ្នកគ្រប់គ្រងអចលនទ្រព្យបន្ទាប់មកមនុស្សមួយចំនួនបានដើរតាមទស្សនវិជ្ជាណាស់តើអ្នកបានស្តុកទុករបស់របរច្រើនទេមនុស្សគ្រប់គ្នាកំពុងជួបការលំបាកអ្នកមិនអាចញ៉ាំអ្វីបានទាំងអស់អាហារពលគឺបងយាយយើងជាអ្នកចិត្តខាងគ្នាអ្នកគួរតែផ្ដល់ឲ្យយើងដោយឥតគិតថ្លៃខ្ញុំខឹងបន្តិចខ្ញុំព្យាយាមជួយអ្នកថែមទាំងធ្វើឲ្យខ្ញុំខឹងទៀតផងមនុស្សមួយចំនួនមានបេះដូងត្រជាក់ជាងភ្លៀងអាស៊ីតទៅទៀតពលជាងខ្មោចឆៅទៅទៀតខ្ញុំនឹងបោះវាចោលខ្ញុំបានឆ្លើយតបដោយត្រជាក់ទៅកាន់បេះដូងរបស់ម្ដាយថេរេសាជឿមិនជឿវាអាស្រ័យលើអ្នកទិញវាប្រសិនបើអ្នកចង់ការជែកជាក្រុមស្ងាត់មួយរយៈហើយព្រោះគ្មានអ្នកណាទិញអ្វីសោះនាទីក្រោយមកទូរស័ព្ទរបស់ខ្ញុំចាប់ផ្ដើមញ័រដូចឈួតការផ្ទុះសារឯកជនបងប្រុសកូនខ្ញុំមិនបាននៅផ្ទះច្រើនថ្ងៃហើយខ្ញុំញឹមរាល់ថ្ងៃពេលខ្ញុំញ៉ាំអាហារស្រស់សូមជួយសន្សំស្បែកក្តោបឲ្យខ្ញុំ10ផោនផងហេយេតើអ្នកមានដំឡូងនៅសល់ទេខ្ញុំមានមនុស្សចាស់នៅផ្ទះដូច្នេះខ្ញុំត្រូវការ20ខ្ញុំមានអារម្មណ៍ចម្រុះហើយចុងក្រោយខ្ញុំបានសម្រេចចិត្តជ្រើសរើសអេរីយ៉ាមួយចំនួនចូលយើងលក់បន្លែពីបាបការដើម្បីសុវត្ថិភាពខ្ញុំមិនបានចុចទេអាហារត្រូវបានដឹកជញ្ជូនតាមពេលវេលាដែលបានព្រមព្រៀងធានាថាមនុស្សគ្រប់គ្នាគេងលក់ស្រួលនៅម៉ោង1ព្រឹកដែរពាក់ម៉ាស់ហើយអូសជុំវិញ28កាបូបតូចមួយសម្រាប់យកចេញរឿងល្អមួយប៉ុន្តែវាត្រូវបានបង្កើតឡើងតាមវិធីនេះខ្ញុំអាចជិះកាមេរ៉ាខ្លុំមើលពីជណ្ដើរយន្តបានសម្រាមនៅក្នុងជណ្ដើរការកកុញក្លិនស្អុយលីឡំជាមួយភ្លៀងអាស៊ីក្លិនស្អុយនៃសារធាតុរលួយគឺគួរឲ្យចង់ក្អួតបន្ទាប់ពីដឹកអីវ៉ាន់ទៅហាងមួយរួចខ្ញុំបានអង្គុយនៅមាត់ទ្វារនិងថតរូប5ដងទៅមកជាចុងក្រោយបន្ទាប់ពីការធ្វើដំណើរមួយដងប្រាក់ទាំងអស់ត្រូវបានប្រគល់ជូនវាមិនងាយស្រួលទេក្នុងការរកលុយប៉ុន្តែអ្វីដែលខ្ញុំមិនបានដឹងនោះគឺថាចិន្តាមានសំបីតែកាមេរ៉ាលាក់ក្បាលនៅរសៀលថ្ងៃនោះសំឡេងមួយបានបន្លឺឡើងពីខាងក្រៅមានសំឡេងគោះទ្វារតើមានអ្នកណានៅផ្ទះទេបើកទ្វារឲ្យលឿនខ្ញុំមកពីផ្នែកគ្រប់គ្រងអចលនទ្រព្យមកដើម្បីដឹកជញ្ជូនខ្ញុំបានដើរឡើងទៅសម្លឹងមើលតាមរន្ធភ្នែកនៅមាត់ទ្វារមើលនេះមិនមែនគ្រាន់តែជាការជែកគ្នានៅក្នុងការជែកជាក្រុមទេតើនេះជាអ្នកគ្រប់គ្រងអចលនទ្រព្យរបស់ខ្ញុំមែនទេអ្វីបានជាគាត់នៅទីនេះអ្នកគ្រប់គ្រងអចលនទ្រព្យបានជួនចិញ្ចើមទឹកមុខរបស់គាត់មិនរាក់ទាក់ទេមានអ្វីមួយខុសប្រក្រតីគ្រាន់តែខ្ញុំកំពុងឆ្ងល់ភ្លាមគាត់ក៏ស្រាប់តែយ៉ាងណាក៏ដោយគាត់បានបន្ទាបសម្លេងរបស់គាត់ហើយនិយាយនៅពីក្រោយពួកគេចាប់ដើមរអ៊ូតខ្លួនឯងមាននរណាម្នាក់នៅផ្ទះទេមិនអាចទៅរួចទេអ្នកគ្រប់គ្រងសូមពិនិត្យមើលវីដេអូសុវត្ថិភាពច្បាស់ណាស់គឺគាត់នឹងហើយលួចចូលដោយសម្ងាត់នៅពាក់កណ្ដាលគាត់ប្រហែលជាបានលាក់លុយទាំងអស់ពីការធ្វើដំណើរជាច្រើនដងអ្នកយាមសន្តិសុខនៅពីក្រោយអ្នកគ្រប់គ្រងអាចចង្អុលទៅទ្វារមុខផ្ទះខ្ញុំហើយនិយាយថាសម្លេងរបស់គាត់ពិតជាមានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់បេះដូងខ្ញុំលោតញាប់ហើយភ្លាមនោះសម្លេងស៊ីរ៉ែនបន្លឺឡើងហើយមនុស្ស2នាក់ពួកគេកំពុងស្វែងរកអ្វីដែលខ្ញុំកំពុងលក់បន្លែខ្ញុំប្រញាប់ថយក្រោយពីល្បីជំហានពួកក្បាលខ្ញុំគិតច្រើនហើយខ្ញុំបានគូកាំភ្លើង X47 ការបាញ់ពួកគេត្រូវបានចាត់ទុកថាជាការការពារឆ្មាំមែនទេចាំបន្តិចវាហាក់ដូចជាអ្វីដែលខ្ញុំអាចគូបានគឺស្បែកក្តោបនិងជើងមាន់បំពង់កាំភ្លើងជាអាវុធដ៏សាហាវមួយខ្ញុំមិនអាចធ្វើវាបានទេគ្រាន់តែពេលដែលខ្ញុំកំពុងខាតបង់ពួកគេចាប់ផ្ដើមគោះទ្វារពីខាងក្រៅមិនអីទេខ្ញុំបានធ្វើឲ្យខ្លួនឯងរឹងមាំហើយប្រញាប់ចូលទៅក្នុងផ្ទះបាយយកកាំបិទផ្ទះបាយដូនតាហើយគាត់ឈរនៅពីក្រោយទ្វារដោយសំឡេងខ្សឹបខ្សៀវទ្វារក៏បើកឡើងស្បែកក្បាលរបស់ខ្ញុំរមាស់ហើយខ្ញុំបែកញើសវាហាក់ដូចជាការជំរុញចិត្តភ្លាមប៉ុន្តែមួយវិនាទីក្រោយមកវាត្រូវបានគេដែលបើកវាជាទ្វារអ្នកចិត្តខាងខ្ញុំទ្វារអ្វីដែលអាចមើលឃើញគឺខ្មៅស្គមអាចកំបាំងមួយអ្នកចិត្តខាងដែលពាក់មួកបានដើរចេញទៅយឺតគាត់បានខ្ជាក់ពាក្យពី3ម៉ាត់ចេញដោយគ្មានការបញ្ចេញអ្វីទាំងអស់អ្នកពិតជាអាក្រក់ណាស់ចោលប្លន់ជាច្រើនអ្នកទេគឺឆ្មាំសន្តិសុខគាត់បែរមកហើយចាប់ផ្ដើមជេរប្រមាថក្មេងប្រុសស្អាតម្នាក់នេះមកពីណាហ៊ានជ្រៀតជ្រែកការនិយាយដើមគេឥតប្រយោជន៍របស់បុរសចំណាស់តើអ្នកធុញទ្រាន់នឹងការរស់នៅទេពងវែងផ្លូវទៅចេញពីទីនេះទៅបើមិនដូច្នោះទេអ្នកក៏នឹងត្រូវយកទៅឆ្ងាយដែរពួកគេពិតជាមានអំនួតមិនគួរឲ្យជឿប៉ុន្តែមិននឹកស្មានដល់អ្នកជិតខាងបាននិយាយគាត់បានលើកដៃឡើងពីដីចុចភ្លាមបរោះនៅខាងមុខក៏ចុចភ្លាមពាក់កណ្ដាលនៃស្មារបស់គាត់ត្រូវបានចោលនោមពិភពលោកស្ងាត់ឈឹងភ្លាមមនុស្សគ្រប់គ្នាពួកគេទាំងអស់គ្នាមានការភ័យខ្លាចយ៉ាងខ្លាំងរួមទាំងសារ៉ាខ្ញុំញ័រខ្លួនព្រះជាម្ចាស់ឲ្យភាពងឹតដែលលាក់កំបាំងចៅវាយតាមមហន្តរាយពិតជាបានកើតឡើងចំពោះអ្នកមែនទេភ្លើងនោះសំហេតុផលឬវាហាក់ដូចជាសំហេតុផលខ្លះវាហាក់ដូចជាមិនសមហេតុផលទេប៉ុន្តែមានអ្វីមួយខុសប្រក្រតីជាមួយអ្វីទាំងអស់បងប្រុសឲ្យសំបីតែបរិបទគូជាងគេក៏ខ្លាចកំបិតមិនថាអ្នករឹងមាំប៉ុណ្ណាទេបាញ់មួយគ្រាប់ហើយអ្នកនឹងដួលទៅជាងក្នុងរយៈពេលប៉ុន្មាននាទីក្រុមនោះបានរត់គេចខ្លួនបាត់ខ្ញុំប្រញាប់ទៅបើកទ្វារខ្ញុំបានអរគុណគាត់ប៉ុន្តែបានរកឃើញថាគាត់ហាក់ដូចជាមើលមកខ្ញុំអរគុណអ្នកជិតខាងត្រូវប្រុងប្រយ័ត្នសំឡេងស្អកត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះពាក្យនេះមួយទោះបីជាសាមញ្ញក៏ដោយក៏វាមានសំឡេងត្រជាក់និងគាត់បែរខ្លួនចូលទៅក្នុងផ្ទះវិញហើយខ្ញុំក៏ប្រញាប់ហៅទូរស័ព្ទទៅគាត់ភ្លាមអ្នកចិត្តខាងឲ្យតើអ្នកឈ្មោះអ្វីខ្ញុំឈ្មោះយាយប៊ូហៃ
សំឡេងជើងដ៏អាចកំបាំងរបស់អ្នកជិតខាងឈប់បោះពីចុះដោយត្រជាក់ចរិតលក្ខណៈប្រភេទធំអ្វីប្រភេទធំចែកធំពណ៌ប្រភេទរបស់ចែកអាក្រក់ធម្មតាម្លេះការបកប្រែចំណាយពេល1ខែពេញមេឃពណ៌ប្រភេទភ្លឺចែងចាំងហាក់ដូចជាវានឹងមិនដែលស្អាតឡើងវិញទេហើយដងភ្លៅពេលខ្លះពណ៌បៃតងបន្តិចនោះជាទន្សាយវីរបរោះនៃគ្រួសារសេបានតាក់ទាញចំណាប់អារម្មណ៍ត្រូវបានគេមើលឃើញថាជាការរក្សាសណ្ដាប់ធ្នាប់ទោះជាយ៉ាងណាក៏ដោយគ្មានមនុស្សអស្ចារ្យគ្មានអ្នកសង្គ្រោះទេព្រះអម្ចាស់ឲ្យមានតែកាន់តែច្រើនឡើងកាន់តែច្រើនឡើងកាន់តែគួរឲ្យខ្លាច zombies ពេលមើលទៅក្រៅបង្អួតស្ថានភាពកាន់តែអាក្រក់ទៅនៃនំខេកខ្ញុំចាប់ផ្ដើមគិតប្រឡំលោកគំនូជីវចលនិងភាពយន្តក្រោយមហន្តរាយមួយចំនួនតើខ្មោច zombie ក្នុងរឿងខ្លាចអ្វីភ្លាមនោះឈ្មោះមួយបានផុសឡើងក្នុងចិត្តខ្ញុំសមុទ្ររុក្ខជាតិទល់នឹង zombieខ្មោចឆៅនិងខ្មោចឆៅមែនទេតើពួកគេទាំងអស់គ្នាស្ទើរតែដូចគ្នាទេអ្នកណាដឹងសាក់លបងមើលខ្ញុំបានរកឃើញសំណាងល្អខ្ញុំមានជំនាញខ្លាំងតែមើលទៅដូចជារបស់ពិតប្រហែល70-80រួចទៅហើយដើម្បីសុវត្ថិភាពខ្ញុំបានគូមួយដែលប្រើក្នុងហ្គេមតែមួយដែលប្រើសម្រាប់ផលិតរុក្ខជាតិរួចរាល់ហើយដោយមានការភ័យខ្លាចបន្តិចខ្ញុំក៏ចុចមើលខ្ញុំបានចុចរក្សាទុកពេលពន្លឺរសាត់បាត់ទៅស្រាប់តែមានអ្វីមួយបានលេចឡើងហើយជាការពិតណាស់សណ្ដែកមួយបានលេចជាក់បាញ់សណ្ដែកស្លឹកមានពណ៌បៃតងត្បូងមរុកនិងមូលក្បាលមួយរាងដូចសណ្ដែកខ្មៅពីរខ្ញុំសម្លឹងមើលទៅក្នុងភ្នែករបស់គាត់ហើយពួកគេក៏កំពុងសម្លឹងមើលខ្ញុំដែរបរិយាកាសស្ងាត់ឈឹងគួរឲ្យខ្លាចបន្តិចខុសគ្នាដំបូងឡើយខ្ញុំគិតថា pea shooter វាទំនងជាក្អួតតាមរបៀបដូចខុសសណ្ដែកប៉ុន្តែគាត់បានប្រែក្លាយទៅជាដូចជារុក្ខជាតិក្នុងផាំងដែរវានៅតែគ្មានចលនាតើនេះមានន័យថា zombies ត្រូវតែលេចឡើងមែនទេលុះត្រាតែអញ្ចឹងនៅម៉ោង11យប់ខ្ញុំបានប្រដាប់អាវុធពេញលេញខ្ញុំបានរអិលចុះទៅជាន់ក្រោមគោលដៅវីដេអូឃ្លាំមើលពីច្រកទ្វារខាងក្រោយនៃអគារមានចំណុចចំណិតមួយមានទ្វារដែកនៅទីនោះខ្មោចឆៅបានលេចចេញនៅខាងក្រៅទ្វារដែកការសាក់លបង pea shooter ដ៏ល្អបំផុតទីតាំងល្អទ្វារខាងក្រោយនៅទីនេះខ្ញុំនឹងបាញ់សណ្ដែកដាក់ដៃរបស់អ្នកនៅលើដីហើយតម្រង់ទៅខ្មៅកន្លែងងឹតអាឆាវាទាំងអស់អាស្រ័យលើអ្នកពិតជាត្រូវចាស់ណាស់បើមិនដូច្នោះទេខ្ញុំអាចបានតែខ្ញុំកំពុងប្រាប់អ្នកឲ្យរត់ដើម្បីជីវិតរបស់អ្នកនេះជាលើកដំបូងហើយដែលខ្ញុំមានចិត្តត្រង់ចាប់តាំងពីប្រឆាំងពីនឹង zombies ក៏ដោយបេះដូងខ្ញុំនៅតែលោតបានបង្កើនល្បឿន pea shooter ញ័រដោយរីករាយវាកំពុងរេរ៉ាមើលទៅគួរឲ្យស្រឡាញ់បន្តិចខ្ញុំដកដង្ហើមវែងហើយភ្លាមនោះបើកទ្វាររួចលាក់ខ្លួនយ៉ាងលឿននៅក្នុងសណ្ដែកនៅពីក្រោយអ្នកបាញ់សណ្ដែកមិនអីទេអាឆាបងប្រុស pea shooter ចាប់ផ្ដើមភ្លាមចូលទៅក្នុងរបៀបប្រយុទ្ធសណ្ដែកបានបាញ់ចេញយ៉ាងលឿនហើយត្រូវសណ្ដែកបុកចំខ្មោចឆៅត្រូវបានវាយប្រហារដោយសណ្ដែកដែលបញ្ចេញចេញគាត់បានស្រែកឡើងរួចក៏ដួលទៅលើដីអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺគាត់បានរបស់ខ្មោចឆៅបន្ទាប់ពីនោះពិតជាវាចាប់ផ្ដើមរលាយដូចជាវាកំពុងហួចចំហាយទឹកវាជាវិវត្តក្នុងរយៈពេលតិចជាង3នាទីមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលនៅខាងក្រៅបន្ទាប់បានបញ្ចេញក្លិនស្អុយត្រីសំណល់នៃរសជាតិខ្ញុំបានលើកគាត់ឡើងដោយរំភើប pea shooter តម្រង់មកគាត់ជារង្វង់ក្បាលរមៀលគ្រាន់តែថើបគ្នាបន្តខាំអូព្រះជាម្ចាស់ឲ្យអាឈឺអ្នកគ្រាន់តែជារបស់ខ្ញុំព្រះជាម្ចាស់ឲ្យខ្ញុំស្រឡាញ់អ្នករហូតដល់ស្លាប់ pea shooter នៅតែប្រងើយកន្តើយវាបានញ័រចុះឡើងដូចជាអ្វីគ្រប់យ៉ាងហៀបនឹងដួលស្ថិតក្រោមការគ្រប់គ្រងខ្ញុំចាប់ផ្ដើមស្រមើស្រមៃចង់បោះសម្អាតអ្វីទាំងអស់ចេញលោកគួរតែត្រូវបានគ្រប់គ្រងដោយអ្នកដែលត្រូវបានបំពេញទេជាតិខ្លាយជាវីរបរោះជាតិប្រុសឬកំពុងសាងសង់មូលដ្ឋានសម្រាប់ថ្ងៃវិនាសដើម្បីខ្លាយជាមហាក្សត្រីនៃទឹកដីហេប៉ុន្តែខ្ញុំមិនដែលរំពឹងទុកទេមកដល់ហើយក៏ដឹកបងប្រុសភីទៅផ្ទះនៅតាមផ្លូវបន្ទាប់ពីចេញពីច្រកទ្វារសុវត្ថិភាពរួចគាត់បានជួបនឹងរូបរាងខ្មៅងឹតមួយហើយវាបានប្រែក្លាយចិត្តឆាងអាចកំបាំងពណ៌ប្រភេទធំស្នាមញឹមរបស់ខ្ញុំត្រូវបានបិទបាំងនៅលើមុខរបស់ខ្ញុំបងកាយអូនក៏ចេញទៅដើរលេងដែរមែនទេខ្ញុំបានព្យាយាមបំបែកភាពចម្លែកនេះបរិយាកាសតានតឹងខ្លាំងហើយជាលទ្ធផលគាត់មិនបាននិយាយអ្វីសម្លឹងមើលខ្ញុំភ្នែករបស់គាត់ពិតជាចម្លែកជាមួយនឹងការចង់ដឹងចង់ឃើញបន្តិចបន្តួចសំបីតែនៅតែមានការរំភើបបន្តិចកាន់វានៅក្នុងដៃទារកត្រូវបានដឹកទៅផ្ទះដោយប្រុងប្រយ័ត្នពេលខ្ញុំដល់ទៅខ្ញុំស្រាប់តែជួបនឹងអ្នកជិតខាងរបស់ខ្ញុំដោយសារតែអារម្មណ៍ភ័យរបស់ខ្ញុំបានបាត់បង់ទល់ឲ្យភាពហើយដោយមានសម្លេងគូមួយ pea shooter បានដួលនៅលើដីក្បាលពាក់ខ្សែក្រវ៉ាត់ស្លឹកបៃតងបានបែកចេញហើយលេចចេញមកភ្នែករបស់ Big Gray បានសម្លឹងមើលទៅមិនអីទេខ្ញុំនឹងពន្យល់ឲ្យលឿននេះពិតជាមានគុណភាពអន់ណាស់អ្នកគួរតែយល់ថា Hui Bichi គឺជាមានហេតុផលជាច្រើនមុនពេលខ្ញុំអាចប្រតិកម្មបាននាងគាត់ឆក់វាចេញពីដៃខ្ញុំ The pea shooter កាន់តែគួរឲ្យស្អប់ខ្ពើមថែមទៀតអ្វីដែលអាក្រក់ជាងនេះទៅទៀតនាងបានចាប់ខ្ញុំដោយបង្ខំខ្ញុំបានចូលទៅក្នុងផ្ទះរបស់នាងជាមួយនឹងសំឡេងផ្ទុះខ្លាំងមួយទ្វារបានបិទហើយចិត្តខ្ញុំក៏ស្រពោនយើងបានទៅដល់បាត់ចរឡងភ្នំបន្ទប់នោះភ្លឺខ្លាំងហើយខ្ញុំប្រសិនបើអ្នកមិនសម្របខ្លួនទេអ្នកនឹងភ្ញាក់ផ្អើលនៅលើអេក្រង់កុំព្យូទ័រនៅតុបរិភោគអាហារវាជាការឃ្លាំមើលតាមពេលវេលាជាក់ស្ដែងរបស់សហគមន៍ពីគល់ជើងខ្ញុំដល់កំពូលក្បាលខ្ញុំមានសំឡេងក្រហមនៅខាងក្នុងនាងដឹងរួចហើយមែនហើយពួកគេបានតាមដានខ្ញុំតាំងពីយូរយារណាស់មកហើយក៏របស់ខ្ញុំរឹងពេលខ្ញុំបោះសម្អាតសាកសពចេញយឺតសម្ភារៈត្រូវបានកូរជាគំនរដូចភ្នំតូចមួយហើយក៏បោះក៏ដូចនោះដែរ whisky ដែលបានបង្ហាប់ទឹកផឹកយ៉ាងណាមិញអ្នកដែលអង្គុយលើសាឡុងមនុស្សទាំងនោះបានញុះញង់អ្វីមួយនៅក្នុងចិត្តខ្ញុំឲ្យយ៉ាងខ្លាំងមនុស្សជាច្រើនអ្នកស្លៀកពាក់ឯកសណ្ឋានមុខមនុស្សនោះគ្មានអារម្មណ៍អ្វីទាំងអស់គ្រាន់តែគាត់សម្លឹងមកខ្ញុំដោយទឹកមុខងឿងឆ្ងល់
គ្រាន់តែពេលដែលខ្ញុំមានការភ័ន្តច្រឡំទាំងស្រុងបុរសស្លៀកពាក់ឯកសណ្ឋាននាំមុខគេបានក្រោកឡើងហើយមករកខ្ញុំបានថយក្រោយមួយជំហានដោយសភាពគិតបេះដូងខ្ញុំលោតញាប់ខ្លាំងណាស់ពួកគេហ៊ាននឹងធ្វើអ្វីគួរឲ្យភ្ញាក់ផ្អើលណាស់ឯកសណ្ឋាននោះបុរសនោះញឹមហើយសម្រាកគ្មានការថតវីដេអូណាមួយត្រូវបានធ្វើឡើងទេបានយកអត្តសញ្ញាណប័ណ្ណរបស់គាត់មកបង្ហាញខ្ញុំហើយខ្ញុំជាលទ្ធផលនៃសកម្មភាព subconscious របស់គាត់គឺជាផ្នែកអវិជ្ជមាននៃមូលដ្ឋានសម្បត្តិទទួលរងតន្ត្រៃខ្ញុំមិនអាចជឿវាបានទេវាជាការពិតតាមដានដាហុយនិងអ្នកទទួលខុសត្រូវចូលទៅក្នុងរថយន្ត off-road ហើយបើកបរយ៉ាងលឿនជិះឆ្លងកាត់ចំណុចត្រួតពិនិត្យជាច្រើនហើយចូលទៅក្នុងមូលដ្ឋានសុវត្ថិភាពតើអ្នកណានឹងគិតថាការរស់រានមានជីវិតនៅក្នុងហន្តរាយនេះក្រោយមកខ្ញុំមិនត្រឹមតែមានរឿងចម្លែកមួយប៉ុណ្ណោះទេហើយវាថែមទាំងបានក្លាយជាមូលដ្ឋានសន្តិសុខពិសេសមួយទៀតផងសកម្មភាពពិសេសវាមានអារម្មណ៍ដូចជាសុបិនមួយបុរសម្នាក់នោះឈ្មោះដែលហើយពិតជាបានស្លៀកគាត់ស្លៀកឈុតប្រយុទ្ធពណ៌ខ្មៅហើយបានឃើញវាពិតជាមើលទៅគួរឲ្យជឿជាក់ណាស់គាត់បានក្លាយជាអ្នកដើរតាមខ្ញុំទេគាត់បានក្លាយជាខ្ញុំជំនួយការនឹងទីប្រឹក្សាសន្តិសុខខ្ញុំនឹងទទួលខុសត្រូវក្នុងការជួយអ្នកគឺល្អបំផុតសូមកុំគួរអ្វីដែលមានគ្រោះថ្នាក់ខាងលិចគ្រោះថ្នាក់ខ្ញុំគិតក្នុងចិត្តថាខ្ញុំគ្រាន់តែគូរូបមួយប៉ុណ្ណោះតើវាអាចទៅរួចទេដែលអ្នកអាចសង្ស័យចម្លែកបានយ៉ាងច្រើនបំផុតហេខ្ញុំនឹងគូអ្វីមួយនៅពេលយប់ជ្រៅតួឯកប្រុសដែលឯកកយ៉ាងណាមិញអ្វីដែលបានលេចចេញនៅលើអេក្រង់គឺប៉ុន្តែវាជាបុរសម្នាក់ដែលមានទឹកមុខរូបចម្លាក់ឈើដូច្នេះក្រុមប្រតិបត្តិការពិសេសរបស់ខ្ញុំក្រុមនេះទទួលបានសមាជិកម្នាក់ដែលមានរចនាបថដែលមានរាងដូចរូបចម្លាក់ដើម្បីធ្វើឲ្យប្រលឹងខ្ញុំគូគំនូរដែលអាចចាប់ផ្ដើមធ្វើការលឿនជាងមុននៅផ្នែកខាងក្រោមពួកគេថែមទាំងបានជួលវិចិត្រករម្នាក់ជាជំនាញធំនៅក្នុងឧស្សាហកម្មនេះការទទួលខុសត្រូវរបស់គាត់ដើម្បីកែលម្អជំនាញគូរបស់ខ្ញុំការជួបគ្នាលើកដំបូងចៅវាយសិល្បៈគាត់សម្លឹងមកខ្ញុំដោយទឹកមុខស្រពោនរូបចម្លាក់ឈើតើនេះជាអ្វីគូរូបឬសរសេរអក្សរបន្ទាប់ពីនោះខ្ញុំបានរស់នៅមួយរយៈជីវិតគំនូរពោពេញដោយភាពងឹតនិងភាពអស់សង្ឃឹមពេលខ្ញុំបើកភ្នែកឃើញតែគូរូបអ្វីហ្នឹងបន្ទាប់ពណ៌ទស្សនវិស័យសម្លេងក្បាលខ្ញុំកំពុងសម្លាប់ខ្ញុំបន្ទាប់ពីការពិភាក្សាជាច្រើនយើងបានជ្រើសរើសអ្នកចែកចាយការខូចខាតសំខាន់ជាច្រើនត្រូវបានជ្រើសរើសសាមញ្ញនិងងាយស្រួលគូមានកាំភ្លើងពោដែលមានឥទ្ធិពលខ្លាំងណាស់ក្រោយមកសម្លេងដើមបានរីករាលដាលយ៉ាងខ្លាំងមាត់ត្បូងពេជ្ររបស់នាងពិតជាបានដុះឡើងជួររុក្ខជាតិដែលរៀបចំយ៉ាងស្អាតរបស់របរម្សៅបាញ់សណ្ដែកម្សៅបាញ់ពោតដៃនិងដំរីជាច្រើនក្បាលនៅក្នុងវាបានភ្លឺចែងចាំងនៅក្នុងពន្លឺព្រះអាទិត្យដោយមិននឹកស្មានដល់អ្នកដំបូងដែលគាត់សម្គាល់ឃើញរឿងនេះរុក្ខជាតិទាំងនេះមិនមែនជារុក្ខជាតិដែលមានសំណាងអ្នករស់រានមានជីវិតមិនមែនគ្រាន់តែជាក្រុមអ្នកចម្បាំងផ្ដាល់វង្វេងមាននរណាម្នាក់បានថតរូបវាហើយបង្ហោះវាតាមនីការនេះកំពុងពេញនិយមនិងមានប្រជាប្រិយភាពខ្លាំងនៅលើអ៊ីនធឺណិតសមាគមទឹកថ្នាំតាមពិតទៅមានមនុស្សដែលជឿលើរុក្ខជាតិដោយសារខ្ញុំអាចធ្វើពិធីបុណ្យសពបានខ្ញុំកំពុងនៅទីនេះប្រកាសជាបានបំផ្លាញវាហើយខ្ញុំមិនអាចជួយអ្វីបានក្រៅពីចុចលើមពីការរំពឹងទុកស្រុកនេះពោពេញទៅដោយពាក្យបណ្ដឹងដុំរងចាំសំឡេងទះមុខលន់ឡើងប្រសិនបើអ្នកជឿរឿងនេះសូមបន្ថែមខ្ញុំឲ្យបានឆាប់តាមដែលអាចកាន់តែចាស់ទៅខ្ញុំមានផលិតផលសុខភាពដែលកំពុងរារាំងផ្លូវរបស់អ្នកខ្ញុំខឹងខ្លាំងណាស់ចង់ខំថ្មីងខ្ញុំបានវាយទូរស័ព្ទបែកប៉ុន្តែបន្ទាប់មកខ្ញុំចូលយើងភ្លេចវាចោលទៅអ្នកណាដឹងវីដេអូមួយស្រាប់តែវាបានរីករាលដាលពេញអ៊ីនធឺណិតហើយមនុស្សទាំងនោះត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនៅក្នុងវីដេអូនេះដំបូងឡើយវាមើលទៅហាក់ដូចជាតួអង្គ P shooter ដ៏គួរឲ្យស្រឡាញ់ម្នាក់នេះឈួតនឹងក្រុមខ្មោចឆៅទិនផលសន្តែកបានវាយប្រហារអ្នកកាន់ទុកយ៉ាងច្បាស់លាស់នៅលើក្បាលសាកសពខ្មោចឆៅត្រូវបានវាយនៅចំកណ្ដាលនៅពេលដែលរាងកាយញ័រវាដូចជាវាបានបាត់ទៅដូចជាវាបានហួតអស់ទៅហើយមិនអីទេក្នុងរយៈពេលតិចជាងកន្លះនាទីផ្លូវទាំងមូលបានរលត់ទៅខ្មោចឆៅបានបាត់អស់ហើយផ្នែកមតិយោបល់គឺ99តើខ្ញុំកំពុងឃើញរបស់របរមែនទេ Plants vs Zombies ខ្ញុំលេងយូរហើយសូមមើលខ្ញុំបានសួរខ្ញុំថាហេតុអ្វីបានជាខ្ញុំលុតជង្គង់ខ្ញុំសម្លឹងមើលទូរស័ព្ទរបស់ខ្ញុំហើយនិយាយថាខ្ញុំកំពុងធ្វើជាសាក្សីឃើញមើលទាំងនេះហើយពិតជាវាទាំងកំ pl ែងនិងខកចិត្តប៉ុន្តែកាន់តែគួរឲ្យអស់សម្ដេចមានការហត់នឿយច្រើនចាប់ពីពេលនេះទៅគ្មាននរណាម្នាក់គួរហៅខ្ញុំហើយវាធ្វើឲ្យខ្ញុំនៅភ្ញាក់ពេញមួយយប់បើខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃបែបនេះគួរទន្សាយយ៉ាងរហ័សពេលខ្ញុំមិនអាចទ្រាំបានទៀតទេ Big Gray ស្រាប់តែទោះយ៉ាងណាក៏ដោយផលិតកម្មទ្រង់ការផលិតបានឡើងដោយផ្ទាល់នៅក្នុងដៃរបស់ខ្ញុំយន្តហោះនេះនៅលើយន្តហោះជាមួយនឹងដំណើរការនេះខ្ញុំគ្រាន់តែត្រូវការដោយចុចតែម្ដងអ្នកអាចគូររូបធំមួយរុក្ខជាតិមួយដុំនេះគ្រាន់តែជាអ្នកសង្គ្រោះជីវិតប៉ុណ្ណោះបងប្រុសហ៊ុយអ្នកគឺជាព្រះរបស់ខ្ញុំបានអប Big Gray ដោយរំភើបខ្ញុំស្ទើរតែមិនអាចទប់ចិត្តថាវាបានមាត់ការគ្របដណ្ដប់រុក្ខជាតិកាន់តែច្រើនខ្មោចឆៅកាន់តែរីករាលដាលវាកាន់តែមានចំនួនច្រើនវាក៏កំពុងថយចុះយ៉ាងឆាប់រហ័សផងដែរមនុស្សចាប់ផ្ដើមដើរដោយប្រុងប្រយ័ត្នដើរចេញពីផ្ទះដកដង្ហើមធំនៅផ្ទះដែលធ្លាប់នៅជាមួយខ្យល់អាកាសបរិសុទ្ធទោះបីជាវាមានរសជាតិជូរដរាបណាវាត្រូវបានចម្អិនឲ្យល្អត្រីអាស៊ីតការពារមិនមែននៅក្នុងបន្ទប់គេងទេនោះជារឿងដ៏គួរឲ្យខ្លាចណាស់ដូនតារបស់យើងនិយាយត្រូវគ្រោះមហន្តរាយធម្មជាតិប្រសិនបើអ្នកព្យាយាមលាក់ខ្លួនអ្នកនឹងងាយរងគ្រោះដោយគ្រោះមហន្តរាយខ្ញុំមិនជឿទេតែឥឡូវខ្ញុំពិតជាជឿហើយទូរស័ព្ទស្រាប់តែលេចចេញជាបន្ទាត់ត្រង់មួយចំណងជើងនៅក្នុងការផ្សាយផ្ទាល់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលរបស់ល្អគួរតែយកមកផ្ទះអ្នកផ្សាយផ្ទាល់ Chang Kang P shooterទឹកនំបរោះរឹងមាំជាច្រើនអ្នកអង្គរៈបានឡោមព័ទ្ធរោងចក្រមួយអ្នកបាញ់សណ្ដែកតែម្នាក់ឯង
បុរសម្នាក់ដែលប៉ះបោបែរមុខទៅមុខកាមេរ៉ាបានផ្អាកទិន្នផលរុក្ខជាតិទាំងនេះគឺសម្រាប់អ្នកតើនេះជារបស់ដែលមនុស្សក្រីក្រគូប្រើមែនទេអង្គរៈដែលខ្ញុំបានជួលបានបងប្រាក់ឲ្យខ្ញុំនឹងយកសណ្ដែកពីរបីដើមត្រឡប់ទៅយាមផ្ទះវិញអ្នកណាហ៊ានបញ្ឈប់ខ្ញុំនឹងវាយពួកគេឲ្យសន្លប់មុខរបស់គាត់ពិតជាគួរឲ្យខ្លាចណាស់ចង្អោសូម្បីតែនៅពេលនេះក៏នៅតែមិនមានខ្មោចឆៅដែរពួកគេស្លាប់អស់ហើយប៉ុន្តែគាត់នៅតែគិតថាពួកគេកំពុងរំលោភសិទ្ធិរបស់ពួកគេខ្ញុំមានលុយច្រើនខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់បានគ្រាន់តែធ្វើវា P shoulder នោះខ្ញុំកំពុងមើលវាបើកហើយតាមបញ្ជារបស់គាត់ឆ្មាំជាច្រើនអ្នកព្រួញបានបាញ់យ៉ាងសាហាវទៅលើអ្នកបាញ់កាំភ្លើងទេខ្ញុំមិនអាចឲ្យពួកគេទទួលបានជោគជ័យទេរំពេចនោះសំឡេងរោទមួយបានបន្លឺឡើងម្ចាស់ផ្ទះត្រូវបានគេរកឃើញថាស្ថិតក្នុងគ្រោះថ្នាក់ការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធសមត្ថភាពគ្រោះថ្នាក់សំឡេងមេកានិកបានបន្លឺឡើងក្នុងចិត្តខ្ញុំក្បាលខ្ញុំតឹងណែនហើយខ្ញុំក៏បើកវាដោយសភាពកម្មវិធីគូររូបចល័តដើមមកខ្ញុំអាចគ្រប់គ្រងអ្វីដែលខ្ញុំគូបានរឿងដូចជាការបង្កើតរោគជាតិបំផ្លាញខ្លួនឯងឬបញ្ជាឲ្យពួកគេវាយប្រហារនៅពេលនោះបរិសបះបលម្នាក់បានលេចចេញមកដោយមានអង្គរៈពួកគេមានភាពឆេវឆាវទេឆ្ពោះទៅរក P shooter ជប់ទៅអ្នករាល់គ្នាខ្ញុំកំពុងគ្រប់គ្រងសណ្ដែករឿង Bean Shooter បានធ្វើឲ្យខ្ញុំមានសម្លេងយីនយូនីស្រឡាំងកាំងមួយសន្ទុះវាត្រូវការពេលពី3វិនាទីដើម្បីដឹងខ្លួនហើយងាយស្រួលពណ៌លឿងមកពីណាពេលគាត់សើចអាក្មេងល្ងងនោះហ៊ានប្រាប់អូនប្រុសខ្ញុំថាត្រូវធ្វើអ្វីគេមិនស្ដាប់រឿងរបស់អ្នកអតីតតែសោះបន្តទៅមុខទៀតនោះអ្នកនឹងឃើញវាបានជួបនឹង P Shooter មួយភ្លាមនោះកែមស្លឹកឈើញ័រវាប្រែជាក្រហមភ្លាមវាបានផ្ទុះឡើងជាមួយនឹងសម្លេងផ្ទុះខ្លាំងរលកឆក់បានបំផ្លាញមនុស្សជាច្រើនអ្នកដោយផ្ទាល់ព្រួញហោះមុនហើយពេលខ្លះប៉ះជញ្ជាំងពួកគេខ្លះសន្លប់ហើយគ្រាន់តែដេកលើដីបុរសដែលជប់ធ្វើចលនានោះមានភាពភ័យខ្លាចមុខរបស់គាត់ប្រែជាពណ៌បៃតងហើយជើងរបស់គាត់ក៏ខ្សោយខ្សែផ្ទាល់ពេលអង្គុយលើដីអេក្រង់បានផ្ទុះឡើងដោយមតិយោបល់អេក្រង់ងឹតពេកខ្ញុំមើលមិនឃើញមានអ្វីកើតឡើងទេ P Shooter បានបំផ្លាញខ្លួនឯងនោះខ្លាំងពេកហើយខ្ញុំបានឃើញបុរសម្នាក់ដែលអាចជួយអ្វីបានក្រៅពីមានអារម្មណ៍ភ័យខ្លាចខ្ញុំព្រមមានអ្នកប្រសិនបើអ្នកមិនអាចទប់សម្ដែងបានរុក្ខជាតិទាំងនេះសុទ្ធតែមានយន្តការពារខ្លួនតើអ្នកណាហ៊ានប៉ះសមត្ថភាពការពាររបស់ពួកគេម្ដងទៀតគូជាហៅមានការភ័យខ្លាចចំពោះបុរសបះបោរនោះគាត់ភ័យខ្លាចខ្លាំងណាស់គាត់បានបត់ជើងតូចហើយវាការផ្សាយផ្ទាល់បានដំណើរការមួយរយៈខ្ញុំបានខ្លាចជាមនុស្សល្បីឈ្មោះនៅលើអ៊ីនធឺណិតយ៉ាងឆាប់រហ័សដោយសារលេខដល់អ្នកប្រើប្រាស់អ៊ីនធឺណិតត្រីខ្ញុំគិតថាអ្វីនឹងដំណើរការទៅដោយរលូនផ្ដល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍដើមកញ្ឆាថ្មីរឿងមួយបន្ទាប់ពីរឿងមួយទៀតដែលរំខាននោះគឺថាប្រធានក្រុមងាយបានចេញមកតំណែងធំកំហាប់ភ្លៀងអាស៊ីតកើនឡើងភ្លាមឈុតការពារបានបរាជ័យរួចហើយការឆ្លងរាលដាលពីពេញមូលដ្ឋានពោពេញដោយភាពអស់សង្ឃឹមនិងការភ័យខ្លាចស្ថានភាពមិនស្ថិតស្ថេរហើយមនុស្សមួយចំនួនកំពុងមានគម្រោងខ្ញុំបានដកដង្ហើមវែងបន្ទាប់ពីរត់ចេញដកដង្ហើមវែងហើយប្រាប់ខ្លួនឯងកុំឲ្យភ័យស្លន់ស្លោប្រកាសជាមានអ្វីមួយខ្ញុំមិនត្រូវបាត់បង់ភាពស្ងប់ស្ងាត់របស់ខ្ញុំទេរំពេចនោះគំនិតមួយបានវាយប្រហារខ្ញុំនឹងយកអង្គុបដេប្រានភ្លាមនៅពេលដែលវាលេចឡើងប្រើទូរស័ព្ទដៃរបស់អ្នកដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធទោះជាយ៉ាងណាក៏ដោយអង្គុបដេប្រានមិនល្អសម្រាប់ខ្ញុំទេវាពិបាកពេកសម្រាប់ខ្ញុំមិនយល់តតែសោះប្រព័ន្ធបានរកឃើញម៉ាស៊ីនភ្ញៀវការបង្កើតវត្ថុពិសេសមុខងារភាពងាយស្រួលឥឡូវនេះត្រូវបានបើកវាំងនៅពន្លឺនិមិត្តមួយបានលេចចេញនៅពីវាជាបំពង់សាកល្បងដែលមានផ្ទុកសារធាតុរ៉ាវពណ៌ខៀវស្លេកគឺជាវាខ្ញុំក្តាប់ទូរស័ព្ទរបស់ខ្ញុំយ៉ាងណែនហើយចាប់ផ្ដើមផ្ដោតអារម្មណ៍ឧទាហរណ៍ដល់ការគូគំនូទីបំផុតខ្ញុំរួចរាល់ហើយខ្ញុំចុចរក្សាទុកទាំងភ័យបាតដៃរបស់ខ្ញុំបែកញើសហើយទាំងណែនបន្ទាប់មកពន្លឺមួយបានឆ្លងកាត់ខ្ញុំតពណ៌ខៀវស្រាលមួយត្រូវបានបន្ថែមមកក្នុងដៃខ្ញុំណាស់ចំពោះសារធាតុរ៉ាវពណ៌ដៃខ្ញុំញ័រខ្លាំងដូច្នេះខ្ញុំក៏ប្រញាប់ដាក់រក្សាអង្គុបដេប្រានឲ្យមានសុវត្ថិភាពហើយរត់គេចប្រញាប់ប្រញ័រទៅនាយកដ្ឋានស្រាវជ្រាវភ្លាមរដ្ឋមន្ត្រីក្រសួងស្រាវជ្រាវវិទ្យាសាស្ត្រមានការអង្គុបដេប្រានត្រូវបានប្រកាសថាទទួលបានជោគជ័យមនុស្សនៅក្នុងមន្ទីរពិសោធន៍ផ្ទុះឡើងការអបអរសាទរមួយបានផ្ទុះឡើងការលេចចេញនៅអង្គុបដេប្រានភ្លាមបានក្លាយជាការដួលរំនៃសង្គ្រាមអាប៉ូកាលីបនេះការពិនិត្យឡើងវិញនៃនាយកដ្ឋានស្រាវជ្រាវបានបញ្ជាក់ពីរឿងសមាសជាតិអង្គុបដេប្រានចាប់ផ្ដើមដំណើរការលើសម៉ោងបន្ថែមខ្លះទៅក្នុងផលិតផលហើយប្រោះវាការប្រយុទ្ធប្រឆាំងនឹងភ្លៀងអាស៊ីតពីលើអាកាសភ្លៀងអាស៊ីតកាន់តែអាក្រក់ទៅជារៀងរាល់ថ្ងៃមេឃចាប់ផ្ដើមលិចចុះហើយព្រះអាទិត្យចាប់ផ្ដើមរះពីព្រោះលើកនេះខ្ញុំបានចូលរួមចំណែកយ៉ាងធំធេងមូលដ្ឋានបានតែងតាំងខ្ញុំជាអនុប្រធាននៃបញ្ជាការទទួលបន្ទុកភារកិច្ចនិងសម្ភារៈការិយាល័យរបស់ខ្ញុំក៏ត្រូវបានធ្វើឲ្យប្រសើរឡើងផងដែរតើអ្នកណាបានក្លាយជា Penthouse តើខ្ញុំអាចស្រមៃមើលថាតើមានអ្វីកើតឡើងបន្ទាប់ពីអ្នកនៅផ្ទះម្នាក់នេះពិតជាបានក្លាយជាអ្នកព្រះម្ចាស់នៃពិភពលោក